ភពលោកដោយអាចកំបាំងដែលអ្នកមិនដែលបានឃើញនៅទីនេះស្ត្រីមិនត្រូវបានអនុញ្ញាតឲ្យបង្ហាញមុខរបស់ពួកគេសម្បីតែបន្តិចតើជីវិតបែបនេះមានន័យយ៉ាងណារឿងរ៉ាវដ៏រំជួលចិត្តនេះនឹងធ្វើឲ្យអ្នកគិតឡើងវិញអំពីសេរីភាពនេះគឺជាក្រុមស្ត្រីដែលត្រូវបានគេចាត់ទុកថាមានឋានៈទាបបំផុតនៅក្នុងពិភពលោកពួកគេត្រូវបានបង្ខំឲ្យគ្របមុខរបស់ពួកគេអស់មួយជីវិតហាក់ដូចជាពួកគេត្រូវបានលាក់បាំងពីពិភពលោកមិនថាស្ថិតក្នុងអាកាសធាតុក្តៅខ្លាំងរហូតដល់43អង្សាក៏ដោយក៏ពួកគេត្រូវតែស្លៀកពាក់ខោអាវធំនិងស្បែកគ្របមុខក្រាស់សូម្បីតែស្បែក1មីលីម៉ែត្រក៏មិនអាចមានអ្នកណាឃើញបានដែរពួកគេអាចមើលឃើញពីពិភពលោកខាងក្រៅបានតាមរយៈរុនតូចៗពីរនៅលើស្បែកមុខតែប៉ុណ្ណោះហាក់ដូចជាកំពុងសម្លឹងមើលជីវិតពីក្រៅគុកងងឹតនៅតំបន់មួយចំនួនក្នុងប្រទេសអាហ្គានីស្ថាននិងប៉ាគីស្ថានសិទ្ធិសេរីភាពរបស់ពួកគេស្ទើរតែគ្មានសល់ក្នុងទីសាធារណៈពួកគេមិនអាចនិយាយស្ដីបានឡើយសូម្បីតែនៅជាមួយមិត្តភ័ក្តិក៏ពួកគេអាចធ្វើបានត្រឹមតែខ្សឹបខ្សៀវគ្នាតែប៉ុណ្ណោះការអប់រំរបស់ពួកគេត្រូវបានបញ្ចប់តាំងពីកម្រិតបឋមសិក្សាហើយពួកគេមិនអាចដើរហើរដោយគ្មានបរិសុទ្ធជាអាណាព្យាបាលតាមជាប់ខ្លួនដែរនៅពេលដែលមានជំងឺពួកគេមិនអាចជួបគ្រូពេទ្យជាបរិសុទ្ធបានឡើយដោយសារចំនួនគ្រូពេទ្យជាស្ត្រីនៅមានកម្រិតខ្លាំងពេកស្ត្រីជាច្រើនទៅរងទុក្ខវេទនាដោយមិនទទួលបានការព្យាបាលត្រឹមត្រូវរហូតដល់បាត់បង់ជីវិតក៏មានដែលឈឺចាប់ជាងនេះទៅទៀតការបើកស្បែកគ្របមុខចេញដោយភាពក្លាហាននឹងត្រូវបានគេចាត់ទុកថាជាការដៀតថ្មេះដល់គ្រួសារនិងនាំមកនូវការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរនិងគ្មានការលើកលែងស្ត្រីមួយចំនួនដែលព្យាយាមរត់គេចពីវាសនាដ៏អាក្រក់នេះក៏ត្រូវធ្លាក់ក្នុងកំដាប់ដៃអ្នកជួញដូរមនុស្សត្រូវគេយកទៅលក់នៅបរទេសក្រោមលេសថាជាការរៀបការបណ្ដោះអាសន្នវាជារឿងដែលគួរឲ្យហួសចិត្តបំផុតដែលបរិសុទ្ធដែលកើតចេញពីផ្ទៃស្ត្រីទាំងនេះឯងគឺជាអ្នកដែលបង្ខាំងពួកគេហើយបដិសេធសិទ្ធិជាមូលដ្ឋានបំផុតរបស់ពួកគេនេះមិនមែនគ្រាន់តែជារឿងរ៉ាវរបស់ស្ត្រីមួយក្រុមនោះទេតែជាការឆ្លុះបញ្ចាំងពីភាពអយុត្តិធម៌ដ៏ធំធេងដែលនៅតែបន្តកើតមាននៅក្នុងពិភពលោកតើនៅពេលណាទើបស្ត្រីទាំងនេះអាចទទួលបានសិទ្ធិសេរីភាពពេញលេញតើពេលណាពួកគេអាចបង្ហាញផ្ទៃមុខរបស់ពួកគេដោយមោទនភាពនិងរស់នៅដោយគ្មានភាពភ័យខ្លាចតើអ្នកមានអារម្មណ៍យ៉ាងណាចំពោះរឿងរ៉ាវដ៏សោកសៅនេះតើអ្នកគិតថាយើងអាចធ្វើអ្វីបានខ្លះដើម្បីជួយពួកគេសូមចែករំលែកមតិយោបល់របស់អ្នកនៅខាងក្រោម